ចាសួស្តីបងប្អូនអរគ្នាយើងរៀនភាសាចិនចាំបាច់ត្រូវតែរៀនជួញជាអ្នកស្រាក់និងជួញជាអ្នកពេញតួចាអញ្ចឹងឥឡូវនេះអ្នកគ្រូសូមបង្ហាញអំពីជួញជាអ្នកនៃសូរសម្លេងភាសាចិនគេហៅសឹងមូចាយើងរៀនសឹងមូហើយអ៊ីងមូហើយអញ្ចឹងគេយើងតួអ៊ីងជាជួញជាអ្នកពេញតួបន្ទាប់មកយើងរៀនពាក្យផ្សំហើយតើមកយើងរៀនសាកផ្សំហើយយើងប្រកបចូលគ្នាយើងដាក់សំឡេងអញ្ចឹងយើងអាចចេះអានសូរសម្លេងភាសាចិនបានហើយអញ្ចឹងណាអញ្ចឹងសូមតាមដានអ្នកគ្រូទាក់ទងនឹងជួញជាអ្នកបន្ទាប់មកទៀតយើងរៀនសូរសម្លេងហើយគឺយើងរៀនគំនូរអក្សរហើយបានយើងរៀនពាក្យហើយបន្ទាប់មកទៀតយើងរៀនសន្ទនាចាមកយើងអាចឆ្លងគ្នាទៅវិញទៅមកបានអញ្ចឹងណាជាច្រើនសិស្សដំបូងដែលគាត់ចូលមកគាត់ចង់ចេះសន្ទនាហ្មងតែគាត់អត់រៀនពីគ្រឹះក្រោមអញ្ចឹងការរៀនរបស់គាត់ហ្នឹងអាចថាយើងពិបាកចំពោះគាត់ដោយសារតែគាត់រៀនពីគ្រឹះក្រោមអញ្ចឹងណាអញ្ចឹងឥឡូវនេះនាងខ្ញុំសូមបង្ហាញអំពីជួញជាអ្នកយើងសរសេរមកសឹងមូរបស់យើងមាន23តួចាអញ្ចឹងយើងសរសេរសឹងមូនេះចាសឹងមូ23តួចាយើងសេដំបូងផយើងសេ2កន្លាលើ2កន្លាក្រោមម៉ហ្វគឺសេ4កន្លាម៉យើង2កន្លាណាប៉ផម៉ហ្វតហើយថហើយណហើយលកខហជីឈីស៊ីបាត់យើងទៅប៉ែណាជីឈីស៊ីតមកជឺហើយស៊ឺរ吃十一五ចាអញ្ចឹង23តួទាំងអស់ណាតើអានដងទៀតសឹងមូ23个ប៉ផម៉ហ្វតថណលកខហជីឈីស៊ី支持10支持15ចាពេលយើងសេផគឺចាំបាច់ត្រូវ4កន្លានៅលើអញ្ចឹងណាហើយផគឺមាន2នៅលើ2ទៀតតម្លាក់ចុះហើយម៉2ហើយហ្វ4ត4ថ4ណ2ល4ក2ខខហ4ជី2លើ2ក្រោមឈី2លើ2ក្រោមស៊ី2ខាងលើចាជឺអសសិតអេគឺយើងទៅសេអញ្ចឹងអត់អាចសេសឹងនេះគឺបញ្ហាខុសយើងអាចសេចេះបាននេះណានេះគឺបញ្ហាខុសចាហើយចុះផយើងក៏អាចសេអញ្ចឹងបានដែរណាបញ្ហាខុសអសហ្វយើងក៏អាចសេអសធំបានដែរណាគឺបញ្ហាខុសហើយឌីយើងអញ្ចឹងដែរអត់អាចសេធំបានណាគឺផយើងត្រូវតែទូចទាំងអស់អញ្ចឹងណាហើយជឺរនឹងគឺ2កន្លាเนาะជឺក៏2កន្លាឈឺក៏2កន្លាសឺក៏2កន្លាជឺឈឺសឺ2កន្លាអ៊ី2លើ2ខមអ៊ូ2លើអញ្ចឹងអញ្ចឹងយ៉ាងនេះយើងរៀនស្រាក់ទាំង23តួเนาะឃើញមកយើងអស់នេះចេះរបៀបសរសេរចឹងអាចសេអញ្ចឹងបានទេអ្នកគ្រូខ្វែងហើយបើជីយើងវិញក៏អាចសេអញ្ចឹងបានដែរត្រូវតម្លាក់ជើងអញ្ចឹងឈីយើងក៏អញ្ចឹងដែរឈីយើងអត់អាចសេអញ្ចឹងបានទេហើយស៊ីយើងក៏អញ្ចឹងដែរអត់អាចសេធំទេសេបានតែ2កន្លាទេអញ្ចឹងណាអានឹងលក្ខណៈថែមពិសេសដើម្បីអ្នកគ្រូដាស់រំលឹកចាអញ្ចឹងអរគុណបាយបាយចាសួស្តីដល់បងប្អូនទាំងអស់គ្នានេះជា channel បង្រៀនចិនដែលបង្ហាញអំពីការរៀនចិនពីថ្នាក់ដំបូងរហូតដល់ចេះខ្លះហើយដូចនេះសូមបងប្អូនទាំងអស់គ្នាជួយ Subscribe Like និង Share បានច្រើនដើម្បីកូនខ្មែរជំនាន់ក្រោយចេះភាសាចិនដែរ
ចាអញ្ចឹងសូមជូនពរបងប្អូនទាំងអស់គ្នាមានសុភមង្គលនិងមានសុខភាពល្អគ្រប់ក្រុមគ្រួសារចាអរគុណបាយបាយ